Chúc số cô từ bậcนี้ក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ថ្ងៃនេះចាជួបជាមួយអ្នកគ្រូនៅក្នុងថ្នាក់គណិតវិទ្យារបស់យើងចាយើងរៀនតាមមេរៀនទី13វិធីដកចំនួនតួសភាចាថ្ងៃនេះយើងរៀនវិធីដកចំនួនតួសភាចានៅក្នុងចំណុចចំណោទចាអញ្ចឹងដើម្បីយើងធ្វើចំណោទបានណាតើកូនត្រូវធ្វើគេមុនចាដើម្បីធ្វើចំណោទអញ្ចឹងធ្វើចំណោទបានកូនត្រូវតែអានប្រធានចំណោទចាអញ្ចឹងប្រធានចំណោទកូនកលេសតែមួយផ្លែកូនអត់អាចសន្និដ្ឋានថាអូត្រូវរកអញ្ចេះអូត្រូវធ្វើប្រមាណវិធីចេះចាអត់ទេកូនត្រូវមកចាត់ថាកូនអានឲ្យយល់ប្រធានចំណោទនោះជាមុនសិនទើបកូនមកចាប់ផ្ដើមធ្វើរបៀបឆ្លើយណាមួយទៀតយើងអាចធ្វើប្រមាណវិធីចាយើងដោះស្រាយចំណោទកាលណាដែលយើងដោះស្រាយចំណោទយើងដឹងថាដោះស្រាយចំណោទគឺមានពីររបៀបមានប្រមាណវិធីហើយនិងរបៀបឆ្លើយចាអញ្ចឹងថ្ងៃនេះយើងរៀនចំណោទជាមួយគ្នាចាអញ្ចឹងអានប្រធានចំណោទជាមួយនឹងគ្រូទាំងអស់គ្នាគេទិញត្រីប្រហុកដោយក្លិនផ្ទាំងកញ្ឆេមានទម្ងន់70.7 គីឡូក្រាមចាបន្ទាប់មកគេក្លិនកញ្ឆេឃើញទម្ងន់ 4.8 គីឡូក្រាមតែត្រីប្រហុកមានទម្ងន់ប៉ុន្មានគីឡូក្រាមចាអញ្ចឹងសំខាន់ដែលកូនត្រូវអានប្រធានចំណោទម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបើកូនអត់យល់កូនមិនមែនធ្វើតែអត់យល់ទេបានន័យថាកូនត្រូវអានតតែយល់ណាអានអត់យល់កូនអាចសួរអ្នកគ្រូណាអញ្ចឹងកូនអានតតែយល់ទើបយើងអាចធ្វើចំណោទបានទើបយើងអាចដោះស្រាយចំណោទនោះបានចំណុចសំខាន់មួយទៀតអ្នកគ្រូចង់បញ្ជាក់ថានៅពេលដែលកូនអានយល់ហើយចំណុចសំខាន់នៃប្រធានចំណោទកូនត្រូវមើលកន្លែងប្រយោគសំណួររបស់គេថាតើគេចង់រកអីគេចង់ឲ្យយើងរកអីគេអញ្ចឹងប្រធានចំណោទនេះយើងមើលប្រយោគសំណួរតើត្រីប្រហុកមានទម្ងន់ប៉ុន្មានគីឡូក្រាមចាអញ្ចឹងត្រីប្រហុកគេសួររកត្រីប្រហុកមានប៉ុន្មានគីឡូក្រាមអញ្ចឹងវាទេគេទិញប្រហុកដោយក្លិនទាំងកញ្ឆេកូនស្គាល់កញ្ឆេណាកញ្ឆេដែលមានដៃពីរចាក្លិនទាំងកញ្ឆេហ្នឹងមានទម្ងន់ 70.7 គីឡូក្រាមហើយបន្ទាប់មកគេក្លិនកញ្ឆេឃើញទម្ងន់គេយកត្រីចាក់ហើយណាហើយបានគេក្លិនកញ្ឆេនេះឃើញទម្ងន់ 4.8 គីឡូក្រាមចាអញ្ចឹងតើត្រីប្រហុកហ្នឹងមានប៉ុន្មានគីឡូក្រាមចាអញ្ចឹងដើម្បីយើងដោះស្រាយបានណាយើងដឹងថាគេសួររកត្រីប្រហុកមានប៉ុន្មានគីឡូក្រាមណាគេក្លិនទាំងអស់ 70.7 គេក្លិនទាំងអស់ដល់ពេលគេក្លិនកញ្ឆេគេហៅថាក្លិនសម្បកតាមក្រោយណាសម្បកកញ្ឆេចាបានន័យថាសម្បកកញ្ឆេនោះក្លិនកញ្ឆេដទេដែលអត់មានត្រីហ្នឹងចាំដឹងថាប្រហែលគីឡូអញ្ចឹងទៅគេរកសាច់ត្រីប្រហុកហ្នឹងឃើញហើយអញ្ចឹងដើម្បីដឹងថាយើងធ្វើប្រមាណវិធីអីលុះត្រាតែកូននិយាយលុះត្រាតែកូនបរិយាយនៅរបៀបឆ្លើយសិនណាអញ្ចឹងសំណួរគេសួរថាតើត្រីប្រហុកមានទម្ងន់ប៉ុន្មានគីឡូកូនឆ្លើយនៅសំណួរហ្នឹងមកចារកទម្ងន់ត្រីប្រហុកទាំងអស់អញ្ចឹងរកតែទម្ងន់ត្រីប្រហុកទេអញ្ចឹងដើម្បីរកទម្ងន់ត្រីប្រហុកនេះយើងដឹងថាគេក្លិនទាំងឆេ7.70.7អញ្ចឹងកូនត្រូវធ្វើប្រមាណវិធីអីចាកូនត្រូវធ្វើប្រមាណវិធីដកចាអញ្ចឹងយើងធ្វើប្រមាណវិធីដកជាមួយអ្នកគ្រូទាំងអស់គ្នាដើម្បីយើងធ្វើប្រមាណវិធីឈរដើម្បីយើងយកប្រមាណវិធីឈរយកមកដាក់នៅប្រមាណវិធីជួរដេករបស់យើងនៅរបៀបឆ្លើយចាអញ្ចឹង70.7 គីឡូក្រាមកូនត្រូវសរសេរមកចឹងមកដើម្បីកុំឲ្យកូនភ្លេចຂະຫນាតរបស់គេហើយបើយើងដឹងថាធ្វើវិធីដកអញ្ចឹងកូនដាក់សញ្ញាដក 4.8 គីឡូក្រាមចាអញ្ចឹងຂະຫນាតកូនកុំភ្លេចណាជៀសវាងការកូនភ្លេចកូនយកមកទាំងអស់
đấy do mà đặt thôiประมาณวิธีถึงចឹងយើងធ្វើប្រមាណវិធីអញ្ចឹងគីឡូនេះគឺកូនតម្លាក់មកហើយណាចាគីឡូអញ្ចឹងយើងចាប់ផ្ដើមធ្វើប្រមាណវិធីដកអញ្ចឹងយើងចាប់ផ្ដើមធ្វើប្រមាណវិធីដកចាយើងមើល7ដកឲ្យ8ដកបានទេ7ដក8ចាដកបានទេដកបានត្រូវការខ្ចីពីណាចាខ្ចីពី0ចុះ0នេះមានអីឲ្យ7ខ្ចីអត់ចាអត់មានអីឲ្យ7ខ្ចីទេអញ្ចឹង0នេះត្រូវខ្ចីពីណាខ្ចីពីលេខ7នៅខាងមុខអញ្ចឹងកូនចាប់ដើមខ្ចីពីលេខ7នៅខាងមុខលេខ7នេះនៅសល់6ចាអានេះ0បានប៉ុន្មានខ្ចីបាន1 10ចាអញ្ចឹងឥឡូវកូនមើលម្ដងទៀតនៅកន្លែងនេះណាមើលម្ដងទៀតអញ្ចឹង10នេះណាមាន10ហើយអញ្ចឹង10នេះមានចំនួនឲ្យខាង7ខ្ចីទេចាអញ្ចឹង7អាចខ្ចីពី10បាន1ចាសំទោសចាអញ្ចឹងយើងខ្ចីពី10អញ្ចឹងបានប៉ុន្មាន15ពី10នេះនៅសល់ប៉ុន្មានចាគឺនៅសល់5នៅសល់9ចាសូមនេះយកគូមកដើម្បីដឹងថាខ្ចីចាឥឡូវយើងចាប់ផ្ដើមធ្វើប្រមាណវិធីដក17ដក8កូននៅសល់ណា17ដក8ចាគឺនៅសល់9ចាអញ្ចឹងទស្សភាពកន្លែងនេះណាចុចកន្លែងនេះកូនដាក់មកឲ្យហើយជិះរៀងការភ្លឹកណាហើយ10ដក4នៅសល់ប៉ុន្មានកូនចានៅសល់5 6អត់អីដកគឺនៅសល់5ចាអញ្ចឹងយើងចម្លាត្រីប្រហុករបស់យើងទាំងអស់ហ្នឹងនេះទម្ងន់ត្រីប្រហុកទាំងអស់របស់យើងហ្នឹង65.9 គីឡូក្រាមអញ្ចឹងកូនយកលេខទាំងអស់នេះយកមកសរសេរនេះមកកូនអត់សរសេរលេខដែលខ្ចីនេះណាអញ្ចឹងកូនសរសេរលេខ 70.7 នេះចាអញ្ចឹងសេមក 70.7 គីឡូកូនត្រូវដាក់ទៀតណាខ្នាតកូនអត់ដាក់ទេណាត្រូវដាក់ដកឲ្យ 4.8 គីឡូក្រាមស្មើប៉ុន្មាន 65.9 គីឡូក្រាម 65.9 គីឡូក្រាមចាប៉ុន្តែចំណោទយើងបាននេះប្រមាណវិធីជាជួយឈរហើយនេះជារបៀបឆ្លើយយើងឆ្លើយថាយើងអាចធ្វើតែប៉ុណ្្នេះហើយរួចទេអត់ទេយើងនៅមួយទៀតឆ្លើយថាទម្ងន់ត្រីប្រហុកទាំងអស់គឺម៉ា 65.9 គីឡូក្រាមចឹងកូនសរសេរឲ្យគេអស់មកចា 65.9 គីឡូក្រាមកូនគូបន្ប្រអប់ឲ្យគេដឹងថានេះជាចម្លើយរបស់យើងពិតប្រាកដចាអញ្ចឹងចំណោទនៅពេលនេះអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នារៀនពីអ្នកគ្រូហើយនឹងកូនចងចាំហើយកូនយកអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃរបស់កូនដែលកូនអាចខ្លាំងកូនអ្នករស់ស៊ីខាងខ្លាំងណាលោកត្រីលោកអង្គលលោកសាច់លោកបន្លែអីកូនអាចខ្លាំងបានកូនដឹងហ្នឹងមែនទេចាកូនអាចចេះតាមដូច្នេះសូមព្រះប្រទានពរទាំងអស់គ្នាអ្នកគ្រូសូមជម្រាប